នៅក្នុងវីដេអូនេះខ្ញុំមកចែកម្លែកពីរបៀបធ្វើញោមនំបញ្ចុកបែបងាយរសជាតិឆ្ងាញ់ទុកធ្វើញ៉ាំជុំគ្នាមិនដឹងថាមានអ្នកធ្លាប់ធ្វើញ៉ាំបែបនេះអត់ទេតែបើសិនជាមិនធ្លាប់សាកទេបងប្អូនអាច share វីដេអូនេះទុកធ្វើញ៉ាំជុំគ្នាបានផ្នែកសាច់របស់ខ្ញុំក៏មានប៉ាតេជាមួយនឹងត្រីផ្លាធូយើងចៀនហើយបេះវាដុំបន្លែក៏ខ្ញុំមានស្តៅគួរត្រសក់បន្តិចស្ពៃក្តោបហើយនឹងជីគ្រប់មុខញោមនំបញ្ចុកគឺត្រូវតែមាននំបញ្ចុកដាក់តិចច្រើនតាមចំណូលចិត្តមានទឹកប្រហុកមានខ្ទឹមសចិញ្ច្រាំជាមួយនឹងម្ទេសស្លាញ់ហិលប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅហើយនឹងក្រូចឆ្មានៅមានគ្រឿងផ្សំផ្សេងទៀតដែលខ្ញុំអត់បានដាក់ចូលក្នុងនឹងដូចជាស្ករប៊ីចេងអីហ្នឹងជាដំបូងនេះគឺចាប់ផ្ដើមមកលាយគ្រឿងដំបូងចាក់ទឹកប្រហុកយើងចូលទៅក្នុងចានដៃធំមួយដើម្បីងាយស្រួលលាយគ្រឿងទឹកប្រហុកនេះបងប្អូនចង់ប្រើមកអីក៏បានដែរតាមយើងនៅផ្ទះមានណាឲ្យតែជាប្រភេទទឹកប្រហុកដាក់ទឹកប្រហុកចូលហើយខ្ញុំដាក់ខ្ទឹមសជាមួយនឹងម្ទេសបន្ទាប់មកគេដាក់ស្ករសប៊ីចេងបន្តិចទៅពេលដែលលាយគ្រឿងនេះដាក់រសជាតិឲ្យរៀងដិតបន្តិចទៅព្រោះនៅពេលដែលយើងដាក់នំបញ្ចុកបន្លែសាច់ចូលវាអាចរៀងសាបជាងនឹងបន្តិចអញ្ចឹងយើងដាក់មកចាស់គ្រឿងឲ្យហើយទៅច្បល់គ្រឿងរួចហើយខ្ញុំដាក់ក្រូចឆ្មាសាឡាញ់ជូរប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅយើងភ្លក់រសជាតិសាបប្រៃផ្អែមអីតាមចំណង់ចំណូលចិត្តហើយគេខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយសម្រាប់អ្នកគាត់ចូលចិត្តហឹរខ្លាំងក៏ដាក់រៀងច្រើនទៅតែសម្រាប់ខ្ញុំដាក់មកល្មមព្រោះអ្នកផ្ទះខ្ញុំអ្នកខ្លះគាត់ចេះហឹរខ្លាំងអ្នកខ្លះអត់សូវអញ្ចឹងយើងដាក់មកល្មមទៅញ៉ាំបានជុំគ្នាម្ទេសហុយនឹងដាក់ភ្លាមអត់តន់ហឹរខ្លាំងទេទុកមកសន្ទុះម្ទេសហុយចាប់ដើមរីកហ្នឹងគឺហឹรงុំហ្មងដាក់ម្ទេសហុយរួចខ្ញុំដាក់ផ្នែកសាច់ចូលគឺខ្ញុំមានត្រីផ្លាធូជាមួយនឹងប៉ាតេដាក់ពីរមុខត្រីផ្លាធូហ្នឹងបងប្អូនចៀនវាឲ្យឆ្អិនហើយបេះដុំទៅចង់ដាក់ទាំងស្បែកក៏បានយកស្បែកចេញក៏បានដែរអញ្ចឹងបន្ទាប់ពីច្បល់សពហើយខ្ញុំដាក់ជាមួយនឹងបន្លែមានស្ពៃក្តោបទឹកសក់បន្តិចហើយនឹងសណ្តែកគួរទឹកសក់យើងសាប់វាដោយលបោយនំបញ្ចុកអញ្ចឹងហើយស្ពៃក្តោបយើងហាន់វាស្ដើងអញ្ចឹងមកស្បែកគោវិញយើងហាន់វាកង់មកល្មមតាមដែលចង់បានច្បល់សពហើយបានដាក់ជាមួយនឹងនំបញ្ចុកព្រោះនំបញ្ចុកនេះដាក់បន្ទាប់ពីបន្លែព្រោះនំបញ្ចុកឆាប់រីកហើយមួយមុខនេះយើងធ្វើភ្លាមញ៉ាំភ្លាមបើធ្វើទុកអត់ឆ្ងាញ់ទេបើធ្វើទុកមុននំបញ្ចុកបើយើងរីកចូលជាតិទៅវាអត់សូវឆ្ងាញ់រៀងសាបអញ្ចឹងបានតែធ្វើភ្លាមញ៉ាំភ្លាមទេសម្រាប់បន្លែវិញបើចង់ញ៉ាំត្រជាក់យើងយកទៅដាក់ក្លាសេទៅមុននឹងធ្វើចុងក្រោយដាក់ជាមួយនឹងជីគ្រប់មុខច្បល់បន្ថែមរួចរាល់ជាការស្រេចអញ្ចឹងបានខ្ញុំប្រាប់ថាមុននឹងដាក់បន្លែនំបញ្ចុកអីហ្នឹងលក់រសជាតិឲ្យចាស់គ្រឿងតិចបានយើងច្បល់ជាមួយបន្លែញ៉ាំជាមួយនឹងនំបញ្ចុកអីត្រូវបើសិនជាយើងលាយគ្រឿងរៀងស្រាលពេកពេលយើងដាក់នំបញ្ចុកផងបន្លែផងអញ្ចឹងទៅគ្រឿងវាស្រាលទៅតាមនឹងដែរអញ្ចឹងទៅចង់ថែមគ្រឿងតាមក្រោយក៏វាអត់សូវចូលសព្វជាមួយនឹងត្រីជាមួយនឹងបន្លែយើងដែរញ៉ាំកន្លែងខ្លះវារៀងប្រៃញ៉ាំកន្លែងខ្លះវារៀងសាបអញ្ចឹងទៅមុខនេះបានធ្វើញ៉ាំជុំគ្នាក៏ដឹងតែអេហ្មងបានដាក់ជាមួយនឹងអាចចាក់តិចអូយត្រូវខ្លាំងក្នុងចានខ្ញុំមានបន្ថែមជាប៉ាតេបន្លែដោយសារតែខ្ញុំទិញរៀងច្រើនអញ្ចឹងយើងដាក់ឲ្យច្រើនបបោទៅញ៉ាំផ្ទាប់ជាមួយគ្នាទៅគឺឆ្ងាញ់ហ្មងវីដេអូញោមនំបញ្ចុករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយៗកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបាយបាយ